លោកសង្ឃម្ដងដែលមានអ្នកលេង Facebook មួយចំនួនហៅថាម្នាក់ម្ចាស់ផ្លិតណាអ្នកអធិរាជផ្លិតវរសូនរាហៅដាច់គុណច័ន្ទមនីដាច់គុណច័ន្ទមនីនឹងចេញមកហើយនៅក្នុងនេះយោងទំព័រ Facebook របស់ហ៊ុនសែនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានចាក់ផ្សាយវីដេអូប្រដាច់គុណច័ន្ទមនីរយៈពេល40នាទីជាងហើយខ្ញុំមើលពីដើមដល់ចប់មែនទេសរុបទោះជាដាច់គុណច័ន្ទមនីនឹងនិយាយស្លូតសុភាពវែងអនឡាញដល់កុំថាឡើយ40នាទី1ម៉ោងក៏ដោយអត្តន័យស្មើសូនតារាសរសេរមកបន្ទាត់ឃើញទេសិតោបងប្អូនឃើញដាច់គុណច័ន្ទមនីប្រាប់ពលរដ្ឋកុំតវ៉ា VCL ហើយត្រូវឲ្យជឿមេដឹកនាំតែប៉ុណ្្នឹងឯងតាបងប្អូនទៅស្ដាប់40នាទីនោះថាបើស្ដាប់ហើយបើសរុបទៅខុសពីសូនតារាថាអាហ្នឹងខ្ញុំមិនដឹងថាយ៉ាងម៉េចទេប៉ូឡាគីមែនទេសរុបទៅមានប៉ុណ្្នឹងឯងហើយខ្ញុំថាខុសបងប្អូនមុននឹងខ្ញុំនិយាយរឿងហ៊ុនសែនបងប្អូនមិនចាំរូបមន្តសូនតារាទេឆាយាសច្ចាណារូបមន្តសូនតារាខ្ញុំនិយាយថាអ្នកប្រដាច់គុណច័ន្ទមនីណាក៏ជាតារាដែរណាតារាហ្នឹងបងប្អូនមានចាំខ្ញុំនិយាយកាលពីមុនមើលថាមិនសំដៅទៅលើតែអ្នកចម្រៀងទេគឺមនុស្សល្បីនឹងមានអធិពលកៅខណ្ឌនៅក្នុងសង្គមណាប្រដាល់អ្នកអត្ថាធិប្បាយអ្នកចម្រៀងណាអ្នកដែលពេញនិយមនៅក្នុងសង្គមមូលពេជ្រអីក៏ដោយសូមតារាក៏ជាតារាដែរអញ្ចឹងនិយាយអ្នកដែលមានអធិពលអ្នកដែលល្បីល្បាញនៅក្នុងសង្គមព្រះសង្ឃក៏ដោយគេហៅតារាមានអធិពលនៅក្នុងសង្គមតារារះបងប្អូនអ្នកណាចាំរូបមន្តសូនតារាខ្ញុំអានបន្តិចវិរៈសុខហើយខ្ញុំចង់ដឹងមើលតើកូនសិស្សសូនតារានៅចុះបើហេតុតែខ្ញុំតែងតែសួរបងប្អូនរឿងរូបមន្តហ្នឹងពីព្រោះខ្ញុំគ្រាន់តែចង់ឲ្យបងប្អូនរំលឹកថាហ៊ុនសែនដើរលើបាត់ដៃសូនតារាគិមលីអ៊ីវ100បន្ទុកណារូបមន្តមានន័យថាអត់ខុសបើនរណាម្នាក់លេចធ្លោអាកម្រាមបោកនឹងផ្សេងថ្មីបើមាននរណាម្នាក់លេចធ្លោក្នុងសង្គមតើហ៊ុនសែនធ្វើដូចម្ដេចមានអ្នក100បន្ទុកម្នាក់ឈៀងសុខខាន់100បន្ទុកណាខាត់ម៉ាត់100បន្ទុកមុខបូព៌ា100បន្ទុកវិរៈសុខ100បន្ទុកលីហ្សាមីស100បន្ទុកប៉កែណាស្អុយ0បន្ទុកអាហ្នឹងមិនមែនពាក្យសូនតារាអ្នកតប៉ះហ៊ុនសែនដឹងថាស្អុយហ៎មែនទេអ្នកតប៉ះហ៊ុនសែនស្អុយប៉ុន្តែនេះមិនមែនប៉ះហ៊ុនសែនទេណាអ្នកដែលល្បីនៅក្នុងសង្គមអ្នកដែលលេចធ្លោក្នុងសង្គមត្រូវឲ្យបងប្អូនគាត់និយាយគឺហ៊ុនសែនធ្ពក់កឬក៏តាក់កដូចគ្នាហ៊ុនសែនធ្ពក់កឬក៏តាក់កតើគេយកអីធ្ពក់កទៅតាក់កគឺគេយករបស់3ដល់ពីមុនខ្ញុំដែរនិយាយឥឡូវខ្ញុំនិយាយចុះរបស់3ដែលជាខ្សែដែលហ៊ុនសែនយកទៅធ្ពក់កឬតាក់កខ្សែទី1បើយោងតាមគង់រាយាលុយយកលុយទៅធ្ពក់កខ្សែទី2បនស័កមែនទេបើយោងតាមគង់រាយាដែរកូនអ្នកកសិករឲ្យតំណែងណាខ្សែទី3គឺគុកយើងគុកហ្នឹងឯងគេហៅថាគម្រាមកំហែងអាយុជីវិតនេះហ៊ុនសែនយកអាខ្សែ3ហ្នឹងអញ្ចឹងអ្នកដែលរស់នៅក្នុងប្រទេសកម្ពុជាគឺសុទ្ធតែជាទេសកលទោះបីជាព្រះសង្ឃក៏ដោយហើយនេះបងប្អូនយើងមើលកាលមុននោះមានសេចក្តីថ្លែងការណ៍សម្ដេចសង្ឃចេញញត្តិណែសំរងស៊ីក្បត់ជាតិ3ចំនួនអានឹងយើងគិតមើលអ្នកសំបីដោយប្រដាច់ប្រគុណសម្ដេចសង្ឃនៅសៀមរាបហ្នឹងដែលល្អបរិសុទ្ធហ្នឹងក៏សញ្ញេចុះហត្ថលេខាកោតទោសសំរងស៊ីជនក្បត់ជាតិ3ចំនួនដែរប៉ាហេងអានឹងនៅក្នុងប្រទេសកម្ពុជាចឹងបានបងប្អូនយើងសំរងស៊ីគេថាក្រោកឈរណាព្រោះណាយើងត្រូវតែសង្គ្រោះប្រទេសជាតិយើងគឺប្រជាជនទេសកលអស់ហើយប្រជាជនទេសកលអស់ហើយបងប្អូនគ្មាននរណាម្នាក់មានសិទ្ធិនិយាយការពិតទេនិយាយតែអស់សុទ្ធតែក្រោមកណ្ដុងកភ្លើងសិទ្ធតែក្រោមការគំរាមកំហែងទាំងអស់ទេ
ណាអញ្ចឹងនៅក្នុងប្រទេសកម្ពុជាអ្នកណាដែលលេចធ្លោអ្នកណាដែលល្បីគឺនឹងត្រូវហ៊ុនសែនធ្ពក់កអ្វីដែលហ៊ុនសែនធ្ពក់ក3លុយបនស័កគុកហើយមិនមកខ្នះគុកហើយហ៊ុនសែនគាត់ថាអានឹងយោងណាយោងហ៊ុនសែនយោងហ៊ុនសែនគាត់ថានិយាយមិនស្ដាប់គ្នាចុងក្រោយសម្លេងគាត់ធ្វើយើនិយាយមិនស្ដាប់គ្នាចុងក្រោយមានតែគុកគាត់ថាច្បាស់ខ្លួនគាត់ហើយសូនរ៉ានិយាយបែបវិទ្យាសាស្ត្រណាឥឡូវបងប្អូនក្រៅតែពីតារាសិល្បៈមួយចំនួនមនុស្សល្បីមួយចំនួនយុវជនមួយចំនួនគឺឥឡូវធ្លាក់ដល់ប្រដាច់ចគុណច័ន្ទមនីដែលគេហៅថាប្រដាច់ចគុណផ្លិតប្រដាច់ចគុណផ្លិតនឹងមាន MMO ចូលជេសូនតារាខ្ញុំនិយាយតាំងពីឆ្នាំទៅតាំងពីកើតបានមួយខែអាព្រឹត្តិការណ៍កើតបានមួយខែមានតែសូនតារានិយាយមុនគេនិយាយថាម៉េចខ្ញុំថាហ្នឹងគេរៀបចំមនុស្សមួយចំនួនជឿអត់អ្នកជឿរហូតអ្នកគ្រប់គ្រងសូនតារាផ្ញើសារមកដល់លោកគ្រូធ្វើនយោបាយធ្វើទៅនៅកំប៉ះជាមួយលោកកំប៉ះជាមួយសាសនាកំប៉ះជាមួយជំនឿខ្ញុំថាជំនឿហ្នឹងវាមិនមែនជាសាសនាទេព្រោះហ៊ុនសែនវាប្រើមែនទេហើយបើនិយាយអញ្ចឹងរបស់បើសិនជាជំនឿសាសនាខ្ញុំមានតែប៉ះព្រះពុទ្ធសាសនាណាពុទ្ធសាសនាជុំវិញពិភពលោកណានេះខ្ញុំប៉ះតកាបោកប្រាស់ទៅប៉ះតកាសម្ដែងទៅមានស្លីសាប៉ះទៅជាមួយនឹងហ៊ុនសែនប្រើបើហ៊ុនសែនប្រើបើយើងអត់ស្រាក់ខោបើយើងអត់លៀបតដាងអានឹងមានន័យថាគេកលុកស្ថានភាពគូក្បាលខ្មែរងាប់បោកបាត់ហើយខ្មែរចេញឡាអានឹងហើយបានជាខ្ញុំគាត់ចង់ជម្រាបប្រាប់ប្រិយមិត្តតំណែងមួយឥឡូវបងប្អូនណាមុននឹងខ្ញុំនិយាយរឿងថាតើណាប្រដាច់ព្រះគុណច័ន្ទមនីនិយាយខុសធ្ងន់ណាស់ធ្លាក់នរកច័ន្ទមនីធ្លាក់នរកខុសធ្ងន់ណាស់ណាខ្ញុំនិយាយអំពីការរើសអើងរបស់សម្ដេចមនុស្សកប៉ិកប៉ុកកកប៉ុងធម្មតាសម្ដេចហៅថាក្មួយយុវតីហើយចំណែកតារាល្បីសម្ដេចហៅកូនប្រុសអូបងប្អូនណាមនុស្សខ្លះបើអត់ដឹងទេងាប់ចាញ់បោកហ៊ុនសែននឹងអាពាក្យសម្ដីនឹងណាដូចវណ្ណដាកូនប្រុសវណ្ណដាបងប្អូនហេតុអីបានជាវណ្ណដាកូនប្រុសឯអ្នកដទៃទៀតសម្ដែងមតិគ្រប់គ្រងសម្ដេចដូចគ្នានៅក្នុងเพจសម្ដេចនេះគ្រប់គ្រងរឿង VCL ដូចគ្នាហើយសម្ដេចហៅក្មួយឬក៏យុវតីយុវជនយុវតីអីចឹងទៅក្មួយស្រីណាយុវតីមានសាលាមកពីសាលាឯកជនអីចឹងទៅអានឹងសិតតែជាប៉ុលពតវាឲ្យស្រីស្អាតម្នាក់កាន់កដៀវហើយនឹងគួស្រូវថតយកផ្សាយពិភពលោកចាញ់បោកអាពតតែបងប្អូនទៅមើលគុកទូស្លៃមានអាព្រឹត្តិការណ៍មួយហ្នឹងមនុស្សអត់បាយអីមកប្រទេសone power ដល់តែពេលអាពតវាផ្សាយទៅពិភពលោកវាឲ្យស្ត្រីម្នាក់ហ្នឹងធាត់ជាងគេរៀងសម្រស់ធាត់ជាងគេឲ្យហូបចុកគ្រប់គ្រាន់ទុកគ្រាន់ថតដាក់ទស្សនាបដីអានឹងគឺទស្សនាបដីប៉ុលពតទេបងប្អូនកុំជឿឲ្យសោះរឿងអ្វីដែលហ៊ុនសែនដែលយើងឃើញគឺជារបស់កន្លែងខ្លាយអានឹងត្រូវចាំចេះអញ្ចឹងកន្លែងចំណេះអានឥឡូវបងប្អូនណាហេតុផល2ទៅ3យ៉ាងបញ្ជាក់ថាប្រដាច់ចគុណច័ន្ទមនីមានសង្ឃដីកាខុសហើយធ្លាក់នរកខុសធ្លាក់នរកទី1លេងគីមហួយអ្នកកាន់ព្រះពុទ្ធសាសនាខ្ញុំនិយាយចែកទេសសាស្ត្រគឺត្រូវតែយកអវាទនិងដើរតាមព្រះពុទ្ធព្រោះនៅក្នុងព្រះពុទ្ធហិនយើងហៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃនៅក្នុងព្រះពុទ្ធមហាយើងហៅព្រះពុទ្ធព្រះធម៌គេគ្រប់ព្រះសង្ឃឯងដូចជានៅជប៉ុនដូចជានៅកូរ៉េនៅយួនអីអានឹងមហាយានហ្នឹងគឺព្រះពុទ្ធព្រះធម៌គេគោរពព្រះពុទ្ធនិងព្រះធម៌ត្រៃ3ដកនេះព្រះសង្ឃគឺអត់ថ្វាយបង្គំទេប៉ុន្តែនៅក្នុងយើងគឺប្រតនត្រ័យព្រះពុទ្ធព្រះធម៌ព្រះសង្ឃបើយើងនិយាយឲ្យខ្លីនៅក្នុងសាសនាណាត្រូវដើរតាមអ្នកនោះឧទាហរណ៍នៅក្នុងសាសនាគ្រិស្តត្រូវដើរតាមគម្ពីរគឺគម្ពីរប៊ីបភាសាអង់គ្លេសហៅ Bible នៅក្នុងសាសនាអ៊ីស្លាមត្រូវដើរតាមគម្ពីរកូរ៉ាននៅក្នុងសាសនាព្រះពុទ្ធត្រូវដើរតាមគម្ពីរ
ត្រីបៃដកដើរខុសពីនឹងគឺធ្លាក់នរកដើរតាមកពីត្រីបៃដកនឹងតាមនេះពុតអវាទពុតដីកាឥឡូវខ្ញុំលើករឿងមួយនៅក្នុងព្រះពុទ្ធសាសនាខ្ញុំលើករឿងពីរចំណុចទី1ដែលខ្ញុំបញ្ជាក់ថាបដិជ្ជគុណច័ន្ទមនីធ្លាក់នរករឿងមួយអង្គលីមារឿងមួយទៀតរឿងដំរីម៉ាខាឡាណាខ្ញុំអានត្រូវទេបងនៅក្នុងនេះមានបដិជ្ជគុណជួយសរសេរខ្ញុំកណាដំរីមេខាឡាអញ្ចឹងហើយបើខ្ញុំលើករឿងពីរអង្គលីមានិងដំរីមេខាឡាខ្ញុំលើករឿងអង្គលីមួយទៅចុះខ្ញុំសួរអង្គលីមាគឺជាយៈមានចិត្តលោភលន់ដោយសារតែចង់បានជីវិតអមតៈចាញ់បោកគេគូសម្លាប់មនុស្សរហូតដល់មនុស្សភ័យខ្លាចរត់ស្ងាត់ភូមិពួនអស់ចុងក្រោយសល់តែម៉ែខ្លួនឯងនេះខ្សឹកខ្វះម្រាមដៃមួយធីបងយល់ពេលនោះព្រះពុទ្ធប្រមើលមើលឃើញក៏ទៅប្រោះអង្គលីមាសំដៅទៅកាត់សម្លាប់ម្ដាយរបស់ខ្លួនឯងសំណួរសូនរាតើព្រះពុទ្ធទៅខាត់ម្ដាយឬក៏ទៅខាត់អង្គលីមាទីអត់អ្នកអត់ដឹងបុទីអ្នកបុអត់ដឹងណាអត់មានរឿងពុទ្ធសាសនាសុទ្ធប្រទេសណាក៏មានឲ្យតែអ្នកកាន់ត្រីបីដកមានទាំងអស់ពេលដែលអង្គលីមាដេញកាប់ម្ដាយតើព្រះពុទ្ធទៅខាត់ម្ដាយទៅថ្កោលទោសម្ដាយដែលកំពុងតែរត់គេចពីជីវិតឬក៏ទៅខាត់អង្គលីមាបាច់ចាំឆ្លើយអីព្រះពុទ្ធទៅខាត់អង្គលីមាណាហេតុអីច្បាប់ធម្មជាតិព្រះណាតែងតែនៅខាងអ្នកខ្សោយអ្នករងគ្រោះហើយគេតែងតែខាត់មនុស្សខូខើគេខាត់អ្នកមានអំណាចគេទៅខាត់អង្គលីមាមិនអាចខាត់ម្ដាយបានទេខាត់ម្ដាយមិនឲ្យរត់ទៅស្ដីបន្ទោសថាម៉ែឯងទៅរត់មិនឲ្យកូនកាប់មកកបិតទៅឲ្យវាបានសម្រេចនឹងទៅស្ដីបច្ចុប្បន្ននឹងសង្គមយើងបច្ចុប្បន្នណាមនុស្សអត់ទៅខាត់អាអ្នកមានអំណាចកុំឲ្យដេញកាប់ទេបែរទៅជំនុំគ្នានឹងបណ្ឌិតអ្នកប្រាជ្ញខ្លះនឹងទាំងលោកសង្ឃដោយបដិជគុណជាមនីនឹងទៅថ្កោលទៅឲ្យជនរងគ្រោះទៅវិញឥឡូវខ្ញុំសួរនៅក្នុងពុទ្ធសាសនាធ្លាក់នរកណាអង្គលីមាព្រះពុទ្ធអត់មានទៅខាត់ម្ដាយទេគឺទៅខាត់អង្គលីមាពីព្រោះអង្គលីមាជាស្ដេចយក្សមានអំណាចនរាខេងមានកបិតសាហាវនៅក្នុងប្រទេសកម្ពុជាបើយើងចង់ខាត់ហិង្សាយើងមិនអាចទៅខាត់ក្មេងៗយើងមិនអាចទៅខាត់សំរងស៊ីយើងមិនអាចទៅខាត់ទេខាត់ហ៊ុនសែនដូចអង្គលីមាអញ្ចឹងគាត់ពុលណាគាត់ពុលគាត់ខឹងគាត់មានកបុតគាត់មានអំណាចគាត់មានមហិទ្ធិឫទ្ធិគាត់ដេញកាប់គេច័ន្ទមនីធ្លាក់នរកមួយខ្ញុំសូមរំនិយាយច្បាស់ពីព្រោះគាត់កាន់ជើងបុគ្គលគួរតែដៀលគាត់កាន់ជើងអ្នកមានអំណាចគាត់អត់មើលជនរងគ្រោះឥឡូវខ្ញុំសួរប្រដេចប្រគុណច័ន្ទមនីដូចជាកម្មសខាដូចជាសំរងស៊ីតែគាត់ខុសអីណាហើយដូចជាយុវជននិយាយរឿងស្រន់នឹងដៃគូរបស់គាត់និយាយរឿងប្រទេសជាតិណាចាប់គាត់ដាក់គុកហើយដូចជាយុវជនបរិស្ថានតើបដិជ្ជគុណមានឃើញថាហ្នឹងជាអំពើបាបទេតើបដិជ្ជគុណទៅគួរតែខាត់ហ៊ុនសែនគួរខាត់អង្គលីមាឬខាត់ជនរងគ្រោះនៅកណ្ដាលរវាងអង្គលីមានិងម្ដាយក៏បាបដែរលោកចេះទៅណាអានេះសច្ចធម៌រឿងទី2បងប្អូនមានដែលរឿងក្នុងពុទ្ធសាសនាមានដំរីចុះព្រេងម៉ាខាឡារឿងឯមេខាឡាហៀសួយដំរីនឹងពេលដែលចុះព្រេងមកគូវារត់ជន់ក៏ជ្រួលក៏ជន់ស្រុកជន់អ្នកភូមិខ្លួនគិតតែពីជន់សម្លាប់ហ្មងគឹមលីអ៊ីវតែពេលហ្នឹងប្រពុតមានដែលទៅខាត់អ្នកស្រុកឥឡូវខ្ញុំសួរតិចសួរអ្នកបួសសូនរាមែនអ្នកបួសទេណាខ្ញុំដែលបានបួសមួយម៉ោងទេខ្ញុំរៀនទស្សនវិជ្ជាទេមែនទេឥឡូវខ្ញុំសួរតើប្រពុតទ្រង់ទៅខាត់ដំរីមេខាឡា
ឬទៅខាត់ប្រជាជនដែលកំពុងតែរត់គេចខ្លួនដោយសេចក្តីភ័យខ្លាចឈៀងសុខខាន់ពីអំណាចនៃដំរីមេខលាព្រះពុទ្ធទ្រង់ទៅខាត់ដំរីមេខលាហេតុអីព្រះតែងតែខាត់អ្នកខ្លាំងព្រះតែងតែនៅជាមួយអ្នកទន់ខ្សោយសូម្បីតែនៅក្នុងគ្រឹះសាសនាមែនទេព្រះយេស៊ូវគ្រីស្ទប្រោះអានឹងនៅក្នុងគម្ពីរមនុស្សដែលស្លាប់ឲ្យរស់វិញប៉ុន្តែមិនមែនទូទៅអានឹងគាត់ថាគេហៅថាបង្ហាញពីជំនឿណាបង្ហាញអំពីជំនឿថាពិតមែនទេពិតជាព្រះអានេះហើយមិនឲ្យមនុស្សដទៃឃើញបានទេបើឃើញមានន័យថាប្រឆាំងច្បាប់ធម្មជាតិប្រឆាំងច្បាប់អញ្ចឹងគ្រាន់តែម្នាក់ដើម្បីឲ្យជាសាក្សីឲ្យនរណាឃើញម្នាក់ប៉ុន្តែនេះក៏ខ្ញុំក៏និយាយដែរដូចជាព្រះយេស៊ូវគ្រីស្ទគឺប្រោះមនុស្សស្លាប់ឲ្យទៅជារស់ប្រោះមនុស្សខ្វិនឲ្យទៅជាដើរប្រោះមនុស្សខ្វាក់ឲ្យទៅជាភ្លឺមានអីពួកនឹងជាជនរងគ្រោះមនុស្សស្លាប់មនុស្សខ្វាក់មនុស្សខ្វិនមនុស្សកោមនុស្សខ្លាំងជាជនរងគ្រោះគេអត់ទៅប្រោះមនុស្សដែលមានអំណាចទេដែលជាស្ដេចទេមែនទេអត់ប្រោះដែលស្ដេចនឹងដែលកំពុងកាន់ដាវមនុស្សថាអ្នកនឹងកំពុងតែនៅរស់ទៅប្រោះឲ្យរស់ហ្មងអ្នកនឹងភ្នែកភ្លឺដូចសូនរាទៅប្រោះឲ្យភ្លឺហ្មងអ្នកនឹងនិយាយបានទៅប្រោះឲ្យនិយាយហ្មងអ្នកនឹងថ្លង់ទៅប្រោះឲ្យលឺហ្មងទៅអត់ដូចគ្នាណានេះបើច័ន្ទមនីបដិជនច័ន្ទមនីគឺជាអ្នកកាន់សិលត្រូវប្រោះជនរងគ្រោះនៅក្នុងស្រុកខ្មែរជនរងគ្រោះច្រើនណាស់បើអត់ដែលត្រូវការប្រោះណាជាពិសេសរឿងអយុត្តិធម៌តើបដិជនពេញចិត្តចំពោះជនស្លូតត្រង់ដែលកំពុងជាប់គុកជាពិសេសឥឡូវនេះសាច់ញាតិហៃវណ្ណានេះបងប្អូនត្រូវបានគេចាប់តើបដិជនយល់ថាអានេះជាធម៌ទេឆ្លើយបកូនណាហើយសុំទៅឆ្លើយសូនតារាបើមិនណាច់លូកដៃចូលនយោបាយកុំខ្លាចប្រឡាក់ព្រោះសម្ដេចតេជោក៏ធ្លាប់ឌៀមដាមឲ្យបកូនណាក៏នោះមានផ្អើលបកូនណាសម្ដេចតេជោថាបើលូកដៃចូលនយោបាយកុំតាំងខ្លួនជាស្ដេចអាហ្នឹងត្រូវគេវាយហើយត្រូវបើថាលូកដៃចូលហើយកុំតាំងខ្លួនខ្លាចគេវាយធ្លាក់នរកណាស់បងប្អូនចំណុចទី1ណាដល់គ្រាន់តែខ្ញុំនិយាយនេះណាយើងមើលបើសិនជាច័ន្ទមនីពិតជាអ្នកដែលកាន់ផ្លិតទឹកសង្គ្រោះមនុស្សមែនគឺត្រូវសង្គ្រោះមនុស្សជនរងគ្រោះសង្គ្រោះមនុស្សខ្វាក់កថ្លង់សង្គ្រោះមនុស្សជនរងគ្រោះដូចជារឿងអង្គលីមីគឺត្រូវសង្គ្រោះម្ដាយមិនត្រូវទៅសង្គ្រោះនៅអង្គលីមីទេដំរីមេកាឡាគឺត្រូវទៅមែនទេខាត់តម្រៃមិនអាចទៅខាត់អ្នកស្រុកអ្នកភូមិទេមិនអាចទៅស្ដីបន្ទោសមិនអាចអាគ្នាម្ដាយនោះខំរត់សងប់អង្គលីមានទៅចាប់ម្ដាយយំយងមែនទេអាមានអំណាចធម្មតាច្បាប់ធម្មជាតិគេខាត់អាអ្នកមានអំណាចទៅដូចជានៅប្រជាជននៅក្នុងរឿងពុទ្ធសាសនាតម្រៃមេខាឡាហ្នឹងអាមនុស្សរត់ប្រផាត់ប្រភិញជាន់អាតម្រៃនឹងវាមានអំណាចតម្រៃហ្នឹងវាពុលវាខ្លាំងវាសាហាវវាមានអំណាចអំណាចប្រក្រាបពីបានទេណាហើយទៅស្ដីឯងញុះញង់ណាឯងមិនរត់កិច្ចអាណារត់កិច្ចចូលទៅក្នុងរត់នៅខ្លះមកចេញមកឲ្យតម្រៃជាន់មួយទៅបដិជគុណមនុស្សដែលមានគុណធម៌បើបដិជគុណជាអ្នកយល់ព្រះពុទ្ធសាសនាបដិជគុណត្រូវដឹងថាត្រូវខាត់នរណាពាក្យញុះញង់ដែលបដិជគុណមានសំមេការនេះធ្លាក់នរកហើយជនរងគ្រោះទេមិនត្រូវទៅខាត់ពលរដ្ឋដែលដំរីមេខាឡាដេញជាន់នឹងមិនត្រូវទៅខាត់ទៅស្ដីបន្ទោសម្ដាយរបស់អង្គលីមីទេត្រូវទុកអាអ្នកមានអំណាចមនុស្សដែលមានគុណធម៌តែងតែទុកអ្នកមានអំណាចខុសទី1ខុសទី2ខុសទេណាបដិជគុណមានសង្ឃដីកាថាត្រូវជឿមេដឹកនាំរបស់ខ្លួនមិនត្រូវជឿមេដឹកនាំរបស់ខ្លួន 100% ទេមានតែសាសនាព្រះពុទ្ធមានតែសាសនាដទៃទេដែលគេជឿលើគម្ពីរអ្នកនយោបាយមិនមែនជាព្រះឲ្យមនុស្សជឿទេបដិជគុណគឺជាអ្នកបម្រើណាហើយ
គំនិតផ្សេងគ្នាមិនមែនមានន័យថាមានទោសឬក៏ពុកឧទាមនោះទេខ្ញុំលើកឧទាហរណ៍មួយនៅក្នុងប្រទេសអាមេរិកមានច្បាប់មួយដែលមានមនុស្សបច្ចុប្បន្ននៅតែមានគំនិតផ្សេងគ្នាគឺការគ្រប់គ្រងអាវុធមតិមួយគេថារក្សាច្បាប់ដើមសិទ្ធិកាន់កាប់អាវុធមតិមួយថាកំណែតម្រង់បង្កើតច្បាប់គ្រប់គ្រងអាវុធព្រោះមានការបាញ់បោះសេរីនៅអាមេរិកច្រើនពេកមតិពីរខុសគ្នាប្រឆាំងគ្នាមិនមែនមានន័យថាមិនជឿគ្នាទេមនុស្សដែលស្នើឲ្យហ៊ុនសែនមិនប្រឆាំងហ៊ុនសែនទេណាមនុស្សស្នើឲ្យសម្ដេចដកមិនមែនពាក់ព័ន្ធនឹងជំនឿមិនមែនមិនជឿហ៊ុនសែនទេគ្រាន់តែគេអត់គ្រប់គ្រងចំណុចហ្នឹងសូម្បីតែហ៊ុនសែនមានពេលខ្លះក៏អត់គ្រប់គ្រងកូនគាត់ដែរកូនគាត់ចង់ធ្វើអីមួយគិតអីមួយគាត់មានគំនិតចំទាស់ដែរតាអាការមិនគ្រប់គ្រងហ្នឹងមិនមែនជាខ្មាំងទេមិនមែនជាការចំទាស់មិនមែនជាឧទាមមិនមែនជាពាក់ព័ន្ធនឹងការមិនទុកចិត្តមិនមែនការមិនជឿទេគឺវាពាក់ព័ន្ធទៅនឹងគេអត់គ្រប់គ្រងគម្រោងហ្នឹងនៅក្នុងប្រទេសបារាំងមួយទៀតខ្ញុំនិយាយពីរឿងច្បាប់ចូលនិវត្តន៍អាត្រែតឬត្រែតខ្មែរយើងប្រើពាក្យបារាំងឬអាត្រែតហ្នឹងមែនទេប្រទេសបន្ទង់គ្នារវាង62និង64ឥឡូវ64ឈ្នះហើយថ្ងៃក្រោយទៀតមិនដឹងទៅជាយ៉ាងណាទេមិនមានន័យថាអាអ្នកដែលគ្រប់គ្រងឲ្យឆាប់ចូលនិវត្តន៍អាយុ62ឆ្នាំដើម្បីបានដើរលេងច្រើននិងអ្នកដែលតម្លើងអាយុដល់64 65ឆ្នាំណាអាពីរហ្នឹងគឺមិនជឿគ្នាទេគ្រាន់តែគេអត់គ្រប់គ្រងហើយដូចជាសនតារាអត់គ្រប់គ្រងគម្រោង VCL ខ្ញុំមិនគ្រប់គ្រងមិនខ្ញុំមិនជឿហ៊ុនសែនទេខ្ញុំមិនគ្រប់គ្រងមែនទេនៅក្នុងរដ្ឋសភាដូចគ្នារដ្ឋសភាច្បាប់គេតម្រូវមានលើកដៃណាវាមិនអាចដូចមានរបបហ៊ុនសែននិងរបបប៉ុលពតទេដែល 100% វាទៅតែមានអ្នកមិនគ្រប់គ្រងច្បាប់វាមានអាអ្នកគ្រប់គ្រងអាអ្នកមិនគ្រប់គ្រងអ្នកអនុប្រវត្តិនៅក្នុងអង្គការសហប្រជាជាតិចឹងដែរសង្គ្រាមនៅអ៊ុយក្រែនមែនទេវាមានអ្នកគ្រប់គ្រងនិងអ្នកមិនគ្រប់គ្រងមិនមែនមានន័យថាគេមិនគ្រប់គ្រងគឺឲ្យដកគេជាខ្មាញ់ណាអានឹងចំណុចមួយណាដែលខ្ញុំគាត់ចង់លើកហើយដូចបានពីខ្ញុំតបទៅនឹងបដិជគុណរឿងមេដឹកនាំមិនមែនជាព្រះដែលត្រូវថ្វាយបង្គំដែលត្រូវជឿទេមិនអាចទេហើយដូចបានខ្ញុំថាចឹងបដិជគុណបើសិនជាយើងត្រូវជឿមេដឹកនាំណាទុកចិត្តមេដឹកនាំណាមិនហ៊ុនសែនផ្ដួលរំលំប៉ុលពតទេប៉ុលពតចន្លោះឆ្នាំ75ដល់79ណាបដិជគុណគឺជាមេដឹកនាំប៉ុន្តែមេដឹកនាំនោះប្រឡ័យពូជសាសន៍អញ្ចឹងហ៊ុនសែនក៏ផ្ដួលរំលំត្រូវហ៊ុនសែនក៏ថាកាន់តែសាហាវកាន់តែផ្ដាច់ការកាន់តែឆាប់ស្លាប់ចុះឥឡូវនេះបើហ៊ុនសែនសូម្បីតែកុមារបដិជគុណមើលតែគ្នាមានខុសអីបានហៅគ្នាឲ្យមកនិយាយគ្នាអត់ដឹងខ្ចោលអីផងហ្នឹងហ៎សូម្បីតែកុមារសូម្បីតែអ្នកដែល share ហើយចេញលិខិតសុំទោសបដិជគុណណានឹងសិទ្ធិជនរងគ្រោះកណាសុំទោសបដិជគុណធ្លាក់នរកណាអានឹងណាគឺជារឿងមួយអាក្រក់ណាស់បដិជគុណអាក្រក់ណាស់មេដឹកនាំពេលដែលអាក្រក់ណាស់ដោយប៉ុលពតទាំងសម្ដេចគាត់មិនជឿណាបើជឿគឺមិនទៅហ៊ុនសែនគាត់មិនទៅបដូររបស់ប៉ុលពតទេពីព្រោះតែគេមិនជឿហើយគាត់អត់ស្ដាប់គេគាត់បង្ខំឲ្យគេធ្វើតាមគាត់អានឹងប្រជាជនមានសិទ្ធិទម្លាក់ណាច្បាប់ធម្មជាតិប្រជាជនសិទ្ធិទម្លាក់សំបីតែហ៊ុនម៉ាណែតក៏គាត់អានដែរទម្លាក់គាត់ចុះបើបាត់ដីបើខ្ញុំនិយាយថាស្គួតអបបាត់ដីបារីចាំទម្លាក់គេទម្លាក់ឲ្យមិនទាន់បាត់ដីហ្នឹងណាបងប្អូនយើងខ្លះក៏រនឹកតបមិនឃើញហ៊ុនម៉ាណែតអាស៊ីសេរីគេថាបងប្អូនបើថាខ្ញុំដឹកនាំបាត់ដីបោះឆ្នោតទម្លាក់ខ្ញុំទៅខ្ញុំថាយីហើយយកដូចកម្ពុជាក្រោមហ្នឹងបាត់ដីហើយមិនទម្លាក់គឺទម្លាក់អាមុនបាត់ដីហ្នឹងប្រទេសណាក៏ដូចប្រទេសណាដែរមែនទេចំណុចហ្នឹងគឺសំខាន់ណាស់ណាមេដឹកនាំមិនមែនជាព្រះមិនមែនត្រូវជឿបើមេដឹកនាំជាព្រះត្រូវជឿហ៊ុនសែនអត់ត្រូវផ្ដួលរំលំប៉ុលពតទេហ៊ុនសែនត្រូវជឿប៉ុលពតបាត់ហើយណាគឺមេដឹកនាំជាអ្នកបម្រើបើកាលណាគេឃើញថាបម្រើមិនបានល្អគេត្រូវតែបដូរចេញនេះអត់មានពាក់ព័ន្ធនឹងជឿមិនជឿទេចំណុចទី3ខ
ខុសទី3ញ៉ែខ្ញុំថាខុសនិយាយអត់បដិជគុណមានសង្កេតការត្រូវថាត្រូវតែល្អអាក្រក់គ្រប់គ្រងឬមិនគ្រប់គ្រងបញ្ចេញមតិតាមសញ្ញាឆ្នោតបើគូឲ្យនរណាផ្ដល់សេចក្តីទុកចិត្តឲ្យទៅនរណាដឹកនាំហើយអ្នកនឹងយើងត្រូវតែទុកចិត្តអានឹងគឺនិយាយទៅតាមផ្លូវច្បាប់និងភាពត្រឹមត្រូវគឺត្រូវប៉ុន្តែខុសត្រង់ណាខុសត្រង់មនុស្សអត់បានឬហ៊ុនសែនធ្វើជាមានដឹកនាំទេណាបដិជគុណសច្ចធម៌គឺសច្ចរិតទៀងត្រង់ណានិយាយកុហកអានឹងមុសាវាទាបដិជគុណនិយាយទៅនឹងចូលមុសាវាទាមុសាវាទានេះគឺមុសាវាទានឹងពោលពាក្យមិនពិតពោលពាក្យមិនពិតត្រឹមណាបដិជគុណថានៅក្នុងប្រទេសកម្ពុជានឹងមានការបោះឆ្នោតត្រឹមត្រូវប្រជាជនទៅបោះឲ្យហ៊ុនសែនចេញច្បាប់អាណាមិនបោះឆ្នោតអញចាក់បាយដាក់គុកណាក្នុងប្រទេសកម្ពុជានឹងមនុស្សទាំងអស់អត់មានអាណាគេបោះឆ្នោតឲ្យហ៊ុនសែនទេម្នេះគឺមានដោយសារតែហ៊ុនសែនបោះឆ្នោតតែម្នាក់ឯងណាបដិជគុណហ៊ុនសែនគាត់បោះឆ្នោតតែម្នាក់ឯងគាត់ចាប់កម្មសខាដាក់គុកបាត់ហើយហ្នឹងគាត់ខ្ទប់សំរងស៊ីបាត់ហើយហ្នឹងគាត់ក្រាំងគណៈបកភ្លើងទៀនបាត់ហើយហ្នឹងគាត់បោះឆ្នោតម្នាក់ឯងហើយមិនត្រឹមតែម្នាក់ឯងទេគាត់ទៅភ្ជុំក្បាលប្រជាជនតាមភូមិឲ្យទៅបោះមនុស្សចេះតែគូទៅដើម្បីសេចក្តីសុខបដិជគុណនិយាយហ្នឹងគេហៅមុសាវាទាវេរមណីសិក្ខាបទាំងសមាទិយាមិគឺពោលពាក្យមិនពិតនរោអានឹងគឺពោលពាក្យមិនពិតយ៉ែមរស្មីនៅក្នុងប្រទេសកម្ពុជាបដិជគុណអត់មាននរណាបោះឆ្នោតឲ្យហ៊ុនសែនទេភាគច្រើនបើសិនជាការបោះឆ្នោតនឹងមានការប្រកួតប្រជែងត្រឹមត្រូវល្អត្រូវបើយើងផ្ដល់សេចក្តីទុកចិត្តឲ្យហ៊ុនសែនហើយយើងជឿហ៊ុនសែនទៅបើខ្ញុំបោះឆ្នោតហ៊ុនសែនឬខ្ញុំជឿហ៊ុនសែនទេប៉ុន្តែបើខ្ញុំអត់បោះឆ្នោតឲ្យគាត់ផងខ្ញុំជឿហ្មងតស៊ូកូនខ្មែរមែនទេបើមនុស្សភាគច្រើនទៅបោះឆ្នោតហ៊ុនសែនខ្លួនឯងហ្នឹងណាគាត់មានដឹងទេថាអ្នកដែលចេញញាច់អ្នកដែលចេញតាំងពីយាយតាកុមារីមកគ្រប់គ្រងហ៊ុនសែនហ្នឹងបើហ៊ុនសែនមិនចាក់គូតមិនបញ្ជាមិនភ្ជុំក្បាលមិនគម្រាមកំហែងអាយុជីវិតគេឲ្យគេចេញមុខគ្រប់គ្រងតើមាននរណាចេញមុខគ្រប់គ្រងនៅក្នុងភាសាបារាំងខ្ញុំត្រឡប់ទៅខាងដើមគេថាគីនៅឌីម៉ូកុងសំអ្នកដែលអត់និយាយគឺឯកភាពមានន័យថាម៉េចឯកភាពថារឿងហ្នឹងមិនក្រោយមុនបើសិនជាគណៈបកប្រជាជននោះផុសផុលមិនទេគ្រប់គ្រងមុនពេលហ៊ុនសែននេះបញ្ជាមុនពេលហ៊ុនសែនហ្នឹងដាក់ឲ្យបដូរ profile អាហ្នឹងគឺវាត្រូវប៉ុន្តែមុនហ្នឹងស្ងាត់មិនតែគេអត់គ្រប់គ្រងហ៊ុនសែនទេដូច្នេះហ៊ុនសែនគាត់ចង់បានរបស់ខ្លែងខ្លាយអ្វីដែលឃើញព្រួងព្រាតសំបីតែបដិជគុណនិមន្តនិយាយរឿង VCL ហ្នឹងណាក៏បដិជគុណនិយាយក្រោយពេលហ៊ុនសែនអំពាវនាវដែរណាសំបីតែខេមក៏និយាយក្រោយពេលមិនអំពាវនាវផងណាអំពាវនាវគឺជាគុណធម៌អំពាវនាវណាក៏មានសិទ្ធិដែរយើងនិយាយឲ្យចំក៏និយាយក្រោយពេលហ៊ុនសែនគម្រាមនិងបញ្ជាដែរគម្រាមបញ្ជានេះថាយ៉ាងម៉េចមានន័យថាបញ្ជាត្រូវតែធ្វើតាមឬអាចអត់ធ្វើតាមបញ្ជាប៉ុន្តែគម្រាមមានន័យថាมันអាចអត់ធ្វើតាមទេបើឯងអត់ធ្វើតាមងាប់អញ្ចឹងយើងត្រូវប្រើពាក្យថាចេះគម្រាមបញ្ជាតើព្រឹត្តិការណ៍ដែលចេញគ្រប់គ្រងហ៊ុនសែនប្រព្រឹត្តហ្នឹងវាកើតចេញពីឆន្ទៈមុនពេលដែលហ៊ុនសែនគម្រាមបញ្ជាឬក៏វាកើតក្រោយហ៊ុនសែនគម្រាមបញ្ជាអូលោកគឹមសុសំបីតែប្រដាច់ព្រះគុណមានសង្ឃដីការឿងហ្នឹងក៏ប្រដាច់ព្រះគុណមានសង្ឃដីកាក្រោយពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនហ្នឹងគម្រាមបញ្ជាដែរបងប្អូនសូមរាប្រើពាក្យគឺចំណាពាក្យមួយគឺមួយបងប្អូនណាគម្រាមបញ្ជាអាចធ្វើតាមបញ្ជានិងអត់ធ្វើតាមបញ្ជាអំពាវនាវជាការស្ម័គ្រចិត្តអំពាវនាវមែនទេកុំឲ្យធ្វើអញ្ចេះកុំឲ្យអំពាវនាវជារឿងធម្មតាគម្រាមបញ្ជាមានន័យថាបញ្ជាធ្វើហើយមិនធ្វើគម្រាមអាយុជីវិតអញ្ចឹងនៅក្នុងប្រទេសកម្ពុជានឹងគឺសុទ្ធតែខ្លាំងទេចំណុចទាំងអស់នេះហើយដែលខ្ញុំនិយាយថាប្រដាច់ជាគុណណាច័ន្ទមនីខុសអត់ត្រូវហើយបើអ្នកណាអាចណាមានប្រាជ្ញាជាងសូនតារាលើកមកបង្ហាញថាសូនតារានិយាយខុសខ្ញុំសូមអរគុណ
ខ្ញុំសូមអរគុណខ្ញុំអត់មានខឹងទេប៉ុន្តែពីព្រោះខ្ញុំបានរៀនសូត្រដែរប៉ុន្តែចូលបង្ហាញថាអ្វីដែលសូនរាជនិយាយត្រូវប៉ុន្តែចំណុចមួយចុងក្រោយផងណានៅក្នុងចំណុចនេះមុននឹងខ្ញុំចូលទៅដល់រឿងកុមារីណាគឺអង្គលីមីខ្ញុំបើសិនបដិប្រគុណបានទស្សនាវីដេអូសូនរាណាឬក៏អត់ទេមានកាត់និយាយទៅខ្លីឯណាអង្គលីមីដេញកាប់សម្លាប់ម្ដាយរបស់ខ្លួនឯងតើព្រះពុទ្ធទៅខាត់ម្ដាយឬក៏ទៅខាត់អង្គលីមីសុភ័ណ្ឌមីសណាគឺទៅខាត់អង្គលីមីខាត់អ្នកមានអាវុធនិងអ្នកមានអំណាចតែងតែនៅជួយជនរងគ្រោះបើយើងជាអ្នកបួសដើរតាមឱវាទព្រះពុទ្ធយើងមិនត្រូវនៅខាងជនមានអំណាចដែលមានព្រៀបដូចអង្គលីមានអំណាចមានអាវុធនៅក្នុងដៃទេហើយណាគឺយើងត្រូវតែខាត់ហ៊ុនសែនខាត់ហ៊ុនសែនឲ្យឈប់ចាប់មនុស្សដាក់គុកខាត់ហ៊ុនសែនឲ្យឈប់ចងមនុស្សខាត់ហ៊ុនសែនឲ្យឈប់នឹកដើរលៀបពណ៌រឿងក្បត់ជាតិរឿងឧទាមរឿងជ្រុលនិយមខាត់ហ៊ុនសែនឲ្យនេះបង្រៀនហ៊ុនសែនផ្ដល់ធម៌ឲ្យហ៊ុនសែននឹងគោរពសិទ្ធិមនុស្សដោយព្រះពុទ្ធសម្ដែងធម៌មេត្តាណានេះសតិរបស់អង្គលីមីឲ្យទម្លាក់អាវុធចាប់យកព្រះធម៌នេះខាត់ប្រជាជនអត់បានទេខាត់ហ៊ុនសែនដែលមានអាវុធឲ្យទម្លាក់អាវុធចាប់យកព្រះធម៌ឲ្យហ៊ុនសែនគោរពច្បាប់ឲ្យហ៊ុនសែនគោរពសិទ្ធិមនុស្សឲ្យហ៊ុនសែនស្រឡាញ់ជីវិតឲ្យហ៊ុនសែនមានធម៌សង្វេគឈប់ដើរចាប់គេដាក់គុកជនគ្រប់ត្រង់ណាដោយសារតែកំហឹងបង្រៀនឲ្យហ៊ុនសែនមានសេចក្តីស្ងប់តាមពុទ្ធឱវាទកុំកៅគុំទៅគ្រប់គ្រងកាន់ជើងទោសៈកំហឹងរបស់ហ៊ុនសែនដែលហ៊ុនសែនគាត់មានកំហឹងគាត់ច្រឡាត់ទ័ពទូទាំងប្រទេសមែនទេគឺយើងបែរទៅគ្រប់គ្រងវិញអានឹងគឺខុសហើយបដិជគុណខុសធ្ងន់ណាស់មិនទៅខាត់អង្គលីមីទៅខាត់ម្ដាយទៅវិញណាមិនទៅខាត់ហ៊ុនសែនទៅខាត់ជនរងគ្រោះទៅវិញខុសមួយទៀតណាបងប្អូនចំណុចចុងក្រោយមែនតើទៅចុះគឺចំណុចនេះបដិជគុណច័ន្ទមនីមានសម្ដីកាថាយើងដឹងហើយប្រទេសដែលនេះមានផ្ដួលរំលំខ្ញុំគាត់និយាយចុះប៉ុន្តែអានេះខ្ញុំនិយាយបែបវិទ្យាសាស្ត្រឬក៏ធ្វើរដ្ឋប្រហារត្រូវប្រទេសដែលផ្ដួលរំលំធ្វើរដ្ឋប្រហារគឺមិនត្រឹមត្រូវទេដូចជាប្រទេសដែលមានច្បាប់ប្រទេសអាមេរិកប្រទេសបារាំងគឺអត់ដែលមានទេហេតុអីដោយសារតែប្រជាជនគេខ្លាចនឹងដើម្បីកុំឲ្យមានការផ្ដួលរំលំនិងរដ្ឋប្រហារគឺត្រូវតែមានយុត្តិធម៌សង្គមកុំឲ្យប្រជាជនឈឺចាប់ត្រូវតែមានការបោះឆ្នោតត្រឹមត្រូវអញ្ចឹងបានជាស្រុកជប៉ុនស្រុកអាមេរិកស្រុកដែលមានការផ្ដួលរំលំហ្នឹងណាពេលដែលមានបញ្ហាមិនស្រួលមនុស្សលាលែងខ្លួនឯងហ្មងហេតុអីកម្ពុជាដូចគ្នាដើម្បីអនាគតកុំឲ្យមានការផ្ដួលរំលំកុំឲ្យមានការធ្វើរដ្ឋប្រហារហ៊ុនសែនដែលជាអ្នកមេដឹកនាំគំរូត្រូវតែរៀនបង្កើតច្បាប់យុត្តិធម៌មានការប្រកួតប្រជែងត្រឹមត្រូវបើហ៊ុនសែនកាន់តែខ្ទប់ហ៊ុនសែនបានមិនប្រកាសថាហ៊ុនសែនខ្ទប់បានរហូតទេកម្ដៅកាន់តែកើនេះដូចហ៊ុនសែនបច្ចុប្បន្ននេះទៅដើរគៀបសង្កត់ទៅដើរបខំគេនឹងគឺដូចដាក់សតិអារម្មណ៍ឲ្យគេដឹងថាហ៊ុនសែនពិតជាអាក្រក់មែនពីមុនអត់អញ្ចឹងទេណាពីមុនមនុស្សនៅមានជឿខ្លះថាហ៊ុនសែនល្អនេះធ្វើដោយស្ម័គ្រចិត្តប៉ុន្តែដល់ចូលដល់ករណីយកកុមារឬក៏ដើរបខំយាយតាបង្ខំឲ្យគេដាក់ profile អាណាមិនដាក់ទីយកទៅកាត់ចោលឧទាហរណ៍នេះណាបាទអានឹងគឺមនុស្សដឹងបងប្អូនសកម្មភាពហ៊ុនសែននឹងគឺដាក់សតិមនុស្សគាត់មនុស្សវាអត់និយាយណាហើយបងប្អូនមួយទៀតខ្ញុំប្រាប់បដិជនប្រទេសកម្ពុជាមុនចុះបើហ៊ុនសែនអត់ផ្ដួលរំលំពួកប៉ុលពតទេកម្ពុជាបច្ចុប្បន្នសិតតែឆ្អឹងទេណានៅប្រទេសហ្វីលីពីនបើប្រជាជនមិនក្រោកឈរបញ្ចប់មេដឹកនាំផ្ដាច់ការម៉ាកុសទេបច្ចុប្បន្នប្រទេសហ្វីលីពីននឹងក្រជាងខ្មែរផងនៅប្រទេសម៉ាឡេស៊ីដូចគ្នានៅប្រទេសកូរ៉េខាងត្បូងដែលខ្មែរទៅធ្វើការហ្នឹងបើពលរដ្ឋកូរ៉េកាលនោះមិនក្រោកឈរផ្ដួលរំលំមេដឹកនាំផ្ដាច់ការកូរ៉េទេកូរ៉េខាងត្បូងមិនខាងជើងទេណាប្រហែលកូរ៉េខាងត្បូងបច្ចុប្បន្ននឹងក្រជាងខ្មែរផងនៅក្នុងប្រវត្តិសាស្ត្របដិជគុណនិយាយមានសង្ឃដីកាត្រូវយោងទៅលើប្រវត្តិសាស្ត្រនៅក្នុងប្រវត្តិសាស្ត្រអត់ទាន់មានប្រទេសណាមួយដែលប្រជាជនក្រោកឈរផ្ដួលរំលំមេដឹកនាំផ្ដាច់ការអានេះនិយាយចេះណាប
បើហ៊ុនសែនមិនមែនផ្ដាច់ការក៏មិនមែនទៅគាត់ទៅដាក់ខ្លួនដាក់ទៅចុះអានេះខ្ញុំថានៅក្នុងប្រវត្តិសាស្ត្រចូលរកឲ្យបានឃើញមួយណារកឃើញមួយនៅក្នុងប្រវត្តិសាស្ត្រគ្មានប្រទេសណាដែលផ្ដួលរំលំមេដឹកនាំផ្ដាច់ការវិនិច្ឆ័យទេមានតែរុងរឿងគ្រាន់តែវាក្នុងអំឡុងពេលផ្ដួលរំលំនោះវាចំណាយជីវិតនិងឈាមតែប៉ុណ្ណោះឥឡូវចូលរកឲ្យឃើញប្រទេសណាមួយដែលក្រោយពីផ្ដួលរំលំមេដឹកនាំផ្ដាច់ការនិងគ្រួសារហើយប្រទេសហ្នឹងវាទៅជាអត់មានទេប្រជាជនមានសង្កេតការខុសហើយខុសស្មូនណាបើមានផុសតាំងឥឡូវរកផុសតាំងឲ្យឃើញមួយទៅណាថាប្រទេសណាដែលផ្ដួលរំលំមេដឹកនាំផ្ដាច់ការហើយបែរទៅជាប្រទេសហ្នឹងរកឲ្យឃើញមួយមើលឥឡូវខ្ញុំក៏នេះគណៈបកប្រជាជននៅក្នុងនេះរកឲ្យឃើញមួយថាប្រទេសណាដែលក្រោយពីការផ្ដួលរំលំរបបផ្ដាច់ការមេដឹកនាំផ្ដាច់ការហើយប្រទេសនោះអន្តរាយមានតែរុងរឿងបងប្អូនខ្ញុំលើកឧទាហរណ៍តែប្រទេសពីរទៅចុះប្រទេសហ្វីលីពីនមួយមែនទេប្រទេសហ្វីលីពីនមួយប្រទេសទី2ប្រទេសកូរ៉េខាងត្បូងមែនទេឥឡូវទី3បង់ក្លាដេសណាយើងអត់ដឹងថាឥឡូវហ្នឹងវាប្រែប្រួលអីយ៉ាងម៉េចផងប្រទេសបារាំងខ្ញុំឧទាហរណ៍ប្រទេសបារាំងក្រោយបដិវត្តន៍មែនទេប្រទេសបារាំងអស្ចារ្យមហាអស្ចារ្យនៅបច្ចុប្បន្ននេះម៉ុងស៊ិនស៊ុយដោយសារតែបដូររបបអញ្ចឹងនៅលើផែនដីយើងនេះមិនទាន់មានភ័ស្តុតាងណាមួយប្រទេសណាមួយដែលបញ្ជាក់ថាការផ្ដួលរំលំមេដឹកនាំផ្ដាច់ការផ្ដល់ផលវិនិច្ឆ័យដល់ប្រទេសអត់មានមួយទេអត់ទាន់មានមួយបើមានមួយយកឲ្យសូនតារាឃើញមួយមកមែនទេប៉ុន្តែខ្ញុំជឿថានៅក្នុងប្រទេសកម្ពុជាខ្ញុំនៅតែគាំទ្រអ្វីដែលខ្ញុំលើកខាងដើមតែងតែលើកនឹងគឺខ្មែរនិយាយគ្នាគ្រប់កលៈទេសៈខ្ញុំគាំទ្រការនិយាយគ្នាណាពីព្រោះយើងវាឆ្លងកាត់វាបង្ហូរជាច្រើនហើយមិនគួរណាហ៊ុនសែនគាត់ខ្ទប់គៀបសង្កត់បង្កើតកំហឹងបណ្ដាលឲ្យមានហិង្សានៅថ្ងៃអនាគតចំនួនសូនតារាឬក្រោយសូនតារាបើហ៊ុនសែននៅតែបន្តធ្វើអញ្ចឹងអត់ចប់ទេបងប្អូនណាចំណុចមួយសំខាន់ហេតុអីបានប្រទេសកម្ពុជាងាកចល័តតបប្រទេសចល័តតបគឺជាប្រទេសដែលមានអាសន្ននិងមានសង្គ្រាមឧទាហរណ៍កូវីដគេបិទប្រទេសហេតុអីមានអាសន្នហេតុអីបានប្រទេសកម្ពុជាងាកចល័តតបបញ្ជាក់ថាប្រទេសមានសង្គ្រាមប្រទេសដែលចល័តតបគឺជាប្រទេសដែលមានសង្គ្រាមនិងអាសន្នមែនទេនៅក្នុងប្រវត្តិសាស្ត្រខ្មែរណាតាំងពីហ៊ុនសែនកាន់អំណាចមកកម្រណាក្រៅតែពីគណៈបកហ៊ុនស៊ុនប៉ិចមានទាហានដែរកម្រណាប្រទេសកម្ពុជាចល័តតបណាចល័តតបទូទាំងប្រទេសដោយឆែកឆេរគ្រប់ទូទាំងប្រទេសកម្រណាបងប្អូនហេតុនេះបានឥឡូវមានដោយសារតែអីដោយសារតែហ៊ុនសែនរឹតបន្តឹងអ្វីទាំងអស់ហ្នឹងកើតពីហ៊ុនសែនអញ្ចឹងអានឹងជាហេតុបញ្ជាក់ឲ្យឃើញថាកម្ពុជាកំពុងកើតសង្គ្រាមហើយវានឹងកើតទៅថ្ងៃអនាគតនឹងមានការចល័តតបទៀតប្រទេសដែលមានសុខសន្តិភាពអត់មានការចល័តតបទេលើកលែងតែតបធ្វើរដ្ឋប្រហារអានឹងមានការចល័តតបគៀងហ៊ូប៉ុន្តែបើថាទៅចល័តតបដើម្បីប្រឆាំងជាមួយប្រជាជនស្រុកអត់សង្គ្រាមឯណាមានការចល័តតបបងប្អូនអត់មានទេហេតុអីបងប្អូនត្រូវដឹងណាអ្នកខ្លះមើលដឹងហេតុអីបានជាកម្ពុជាចល័តតបមាន2ហេតុផល3ហេតុផលទី1ស្រុកចលាចលទី2ស្រុកអាសន្នទី3ស្រុកកើតសង្គ្រាមបើស្រុកនឹងអត់មានចលាចលអត់អាសន្នកើតសង្គ្រាមអត់មានការចល័តតបទេអញ្ចឹងផលដែលហ៊ុនសែនធ្វើគឺចាប់ដើមកើតទៅគឺចាប់ដើមចល័តតបអាចយូរទៅមួយខែមួយកម្ពុជាអត់បានសុខទេបងប្អូនឲ្យតែចល័តតបរហូតមូលហេតុអីរឹតបន្តឹងគៀបសង្កត់សំបីតែអ្នកនិយាយនៅក្នុង Facebook ចាប់គេទៅដាក់គុកអានឹងហ៊ុនសែនគាត់នៅទុកបានខ្ញុំមិនជឿថាអាចទុកបានរហូតទេថ្ងៃណាមួយវានឹងបញ្ចប់ហើយប្រិយចំណែក share វីដេអូនេះទៅកាន់ប្រិយចំណែកដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតកុមារក្នុងរបប2របបហ៊ុនសែននិងរបបប៉ុលពតមុននេះខ្ញុំសរសេរអត្ថបទមួយទៅចេះកុមារនិងចាស់ជរាចេញថ្លែងសារគាំទ្រសម្ដេចអស់ហើយនៅឡើយតែទីរុកណាជ្រូកគោក្របីឆ្កែឆ្មាអានឹង logic ប៉ុន្តែខ្ញុំចង់បដោតតំណែងមុនខ្ញុំនិយាយចំណុចមួយសំខាន់ដែរបងប្អូនចាប់អារម្មណ៍បងប្អូនគិតថាពាក្យសូនតារានិយាយលេងបងប្អូនពាក្យសូនតារាពាក្យកតិបណ្ឌិតគេថាពាក្យដាក់ប្រាជ្ញគឺនិយាយមកសច្ចធម៌ពិត
anh vậy lấy gì tôi chỉ lấy của mình này mà vốn nâu khôngประวัติศาสตร์ nâu không ประวัติศาสตร์ មានតែរបបពីរទេដែលកេងប្រវ័ញ្ចរំលោភសិទ្ធិកុមារប្រើប្រាស់កុមារនៅក្នុងវិស័យនយោបាយនៅប្រទេសអឺរ៉ុបបើប្រើកុមារអញ្ចឹងនៅអាមេរិកអីណាមេដឹកនាំធ្លាក់ពីតំណែងភ្លាមមានទោសណាគឺជំនាន់ប៉ុលពតកុមារគេប្រើឲ្យធ្វើកម្មាភិបាលអូសមនុស្សយកទៅសម្លាប់ឲ្យទៅរាយការណ៍ឲ្យទៅលបស្ដាប់ឲ្យសម្លាប់ម៉ែឪខ្លួនឯងទេកុមារគ្នាអត់ដឹងអីទេបងប្អូនឥឡូវខ្ញុំសួរថាអ្នកក្មេងៗអាយុក៏2 3ឆ្នាំនេះ4 5ឆ្នាំគ្នាទៅស្គាល់ VCL វ៉ាវសាវអោហ្នឹងអីគ្នាឲ្យទៅសូត្រអាហ្នឹងណាគឺដូចពួកប៉ុលពតបែបជាការរំលោភសិទ្ធិកុមារជាការកេងប្រវ័ញ្ចលើកុមារជាការប្រើប្រាស់កុមារណាអានេះគឺជារឿងមួយដែលគ្រោះថ្នាក់ណាស់សម្រាប់សង្គមជាតិមួយបងប្អូនសង្គមជាតិមួយណាបើកាលណាគេយកកុមារត្រូវបានកេងប្រវ័ញ្ចហើយគឺចប់ហើយកុមារបើយើងនិយាយទៅតែនៅក្នុងប្រទេសផ្ដាច់ការទេដូចជានៅជំនាន់ប៉ុលពតជំនាន់របបហ៊ុនសែនរបបហ៊ុនសែនដែលមានក្នុងប្រវត្តិសាស្ត្រទើបលើកទី1គាត់ភ័យពេកខ្ញុំភ្ញាក់ផ្អើលបងប្អូនលើកទី1ទោះយ៉ាងណាដែរហ៊ុនសែនលេងមកក្បាច់នេះរាវអស់ទាំងអាចគោមកកូរ៉េគឺគេបង្រៀនកុមារឲ្យច្រៀងអញ្ចឹងមែនទេអាហ្នឹងគឺកម្ពុជាបើយើងនិយាយអញ្ចឹងយើងថាកម្ពុជាហ្នឹងមិនក៏បងប្អូនសាច់ញាតិគណៈបព្វជិជនហ្នឹងមិនទៅនៅប្រទេសកូរ៉េខាងជើងមួយទៀតចុងក្រោយបងប្អូនមានចាំសម្ដីសូនរានិយាយកាលពីប្រៃអាសានិយាយ 4-5 ដងលើកមុនខ្ញុំថាអ្នកចុះចូលគណៈបព្វជិជនហ្នឹងចុះចូលអីប៉ុណ្ណឹងចុះមួយថ្ងៃមួយលានទៅឲ្យអស់ត្មងទៅហើយបើចុះអស់ហើយវាអត់មានអ្នកចុះចូលទេទៅពេទ្យឬក៏ដើរតាមផ្ទះចាំមើលតែកូនងាណាកើតងាកអាហ្នឹងពាក់ផ្លាកចុះចូលហើយត្មងទៅណាបងប្អូនគាត់សើចគាត់គិតថាវាជាការលេងសើចខ្ញុំនិយាយប្រហែលជា 2-3 អាទិត្យមុនមួយខែមុនថាមួយខែមុនទៅហើយអសានិយាយស្រាប់តែឥឡូវនេះចេញគេឲ្យកុមារអាយុ 4-5 ឆ្នាំហ្នឹងណា 5-6 ឆ្នាំហ្នឹងទៅសូត្រអាហ្នឹងដែរបានបងប្អូនត្រូវនឹកឃើញសម្ដីសូនតារាណាត្រឡប់ទៅវិញទៅលោកគ្រូគាត់និយាយពីមុនត្រូវគាត់ថាតិចទៀតហ្នឹងតាំងពីទៅរុកកើតងាមកចុះចូលបាត់កើតងាមកពាក់ផ្លាកចុះចូលអាហ្នឹងគឺក្មេងកើតងាមកវាអត់ដឹងផងពលឺព្រះអាទិត្យមិនដឹងជាពណ៌អ្ហ្មិចផងហ្នឹងអាហ្នឹងជាដំណាក់កាលហ្នឹងណាដំណាក់កាលមួយទៀតបងប្អូនបើខ្ញុំនេះជាអ្នកតស៊ូមតិណាខ្ញុំនឹងយកអាផ្លាកចុះចូលនឹងធ្វើជាអក្សរសិល្ប៍ពាក់បឡៅឆ្កែបឡៅឆ្មាបឡៅគោបឡៅកបីបឡៅសេះមានន័យថានៅស្រុកខ្មែរអស់ហើយនៅស្រុកខ្មែរអ្នកដែលគ្រប់គ្រងសាររបស់ហ៊ុនសែននឹងមានទាំងវងឆ្កែមានទាំងវងឆ្មាមានទាំងវងមាន់មានទាំងវងទាមានទាំងវងគោមានទាំងវងកបីមានទាំងសត្វពាហនៈស្រុកនឹងព្រៃគឺចេញមកព្រមព្រៀងដាក់ចឹងបានវាតំណងមែនទេឥឡូវនេះខ្ញុំថាមិនគ្រប់ទេព្រោះបើតាមអំណាចហ៊ុនសែនហ្នឹងណាវាមិនត្រឹមតែកុមារហើយនឹងយាយតាទេតាំងពីឆ្កែតាំងពីឆ្មាតាំងពីមាន់តាំងពីទាតាំងពីគោតាំងពីកបីតាំងពីសេះមែនទេអានឹងគឺចេញមកគ្រប់គ្រងឲ្យអស់មកមែនទេហើយតែបើខ្ញុំថាចឹងបងប្អូនខ្ញុំចង់បញ្ជាក់ថាចេះដូចជាក្មេងៗណាគឺគ្នាអត់ដឹងខ្យល់អីទេអត់ដឹងខ្យល់អីប្រៀបដូចអីប្រៀបដូចជាយកផ្លាកទៅពាក់លើកគោអញ្ចឹងគោមានដឹងខ្យល់អីទេវាមានចេះគ្រប់គ្រងទេមែនដូចសេកដែលគេឲ្យថាតាមអញ្ចឹងហើយបងប្អូនត្រឡប់មកទ្រឹស្ដីសូនតារាមួយទៀតចុងក្រោយទ្រឹស្ដីចុងក្រោយមែនទែនអាសានិយាយខ្ញុំនិយាយថានៅក្នុងគណៈបកប្រជាជនមនុស្សមិនមែនជាគោទេប៉ុន្តែគេបង្រៀនមនុស្សឲ្យធ្វើជាគោមែនទេនៅក្នុងគណៈបព្វជិជនគឺត្រូវតែធ្វើគោអត់មានមតិអត់មានកំណត់អីទេគេខ្លោះច្រមុះចូលវងគឺចូលវងចូលក្រោលគឺចូលក្រោលគេដេញទៅណាគឺទៅនឹងមិនមែនជាមនុស្សទេបងប្អូននៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នអ្វីទាំងអស់ដែលបងប្អូនឃើញណាគឺសុទ្ធតែคล้ายទេគ្មានឆៃសច្ចានរណាគេទៅគ្រប់គ្រងរឿងដាក់ខេត្តអភិវឌ្ឍអីអត់ទេបងប្អូនអត់ទេមែនទេ
គឺហ៊ុនសែនគាត់ចាំឈ្នះអ្នកតវ៉ាគាត់ដៅភ្ជុំក្បាលបង្ខិតបង្ខំគេឲ្យនិយាយទេបើនិយាយទៅតាមឆន្ទៈគេប្រឆាំងហ៊ុនសែនទាំងអស់អាអ្នកកំពុងនិយាយអ្នកកំពុងតែស្រែកជ័យយីខូនឹងក៏ប្រឆាំងជាមួយហ៊ុនសែនដែរប្រិយមិត្តដោយសារតែពេលវេលាមានកំណត់ខ្ញុំសូមបញ្ចប់ការផ្សាយផ្ទាល់តែត្រឹមនឹងចុះធីសម្បូរអានអរគុណប្រិយមិត្តដែលបានតាមដានទស្សនាការផ្សាយផ្ទាល់នេះតាំងពីដើមរហូតដល់ចប់ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីនោះការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីណាការយល់ដឹងទៅដល់ទីនោះការយល់ដឹងទៅដល់ទីណាហ៊ុនសែនចប់ទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាផ្លែស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដមមែនទែនស្ដាប់ហ៊ុនសែនកើតរោគចិត្តទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតយើងជួបគ្នាសាជាថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលានឹងម៉ោងដដែលសូមអរគុណសូមជម្រាបលារាត្រីសួស្ដី